ជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីដល់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានយំច័ន្ទសនភូមិជាសិស្សរៀនថ្នាក់ទី9កនៃសាលាអន្តរជាតិ Elegant នឹងឡើងមកធ្វើការបកស្រាយអំពីលំហាត់រូបវិទ្យាមួយដែលស្ថិតនៅក្នុងជំពូកទី2ម៉ាស៊ីនងាយមេរៀនទី5ទិន្នផលនៃម៉ាស៊ីនងាយកុំឲ្យខាត់ពេលវេលាយូរតោះយើងចូលទៅកាន់ការបកស្រាយទាំងអស់គ្នាដោយដែលយើងបានដឹងអញ្ចឹងមុននឹងដោះស្រាយលំហាត់ណាមួយមិនថាជាលំហាត់គណិតវិទ្យាលំហាត់រូបវិទ្យាឬក៏លំហាត់គីមីវិទ្យាទេយើងត្រូវធ្វើការសិក្សាទៅលើប្រធានជាមុនសិនតាមរយៈការអានប្រធានដើម្បីស្រង់បំរាប់ប្រធានបានស្រង់បំរាប់ដែលប្រធានបានប្រាប់និងសំណួរដែលប្រធានសួររងអញ្ចឹងចំពោះលំហាត់ដែលខ្ញុំនឹងលើកយកបទស្រាយនេះគឺមានប្រធានដូចតទៅម៉ូទ័របូមទឹកមួយមានអានុភាព2000វ៉ាត់ដែលអាចលើកម៉ាស់ទឹកពីរដងក្នុងល្បឿន 0.5 ម៉ែត្រក្នុង1នាទីចែកនឹងមានទឹកដែលអាចលើកបានបើដឹងថាម៉ាស៊ីនស៊ុយនោះមានទិន្នផល 0.76 បន្ទាប់ពីយើងអានប្រធានហើយយើងត្រូវធ្វើការសិក្សាទៅលើបំរាមចំពោះបំរាមប្រធាននេះរួមមានទី1គឺអានុភាពគឺជាអានុភាពដែលម៉ូទ័រទឹកនោះមានឬក៏ជាអានុភាពដែលម៉ូទ័រទឹកនោះបញ្ចេញសរុបគឺ2000 វ៉ាត់គឺតាមដោយ PT ស្មើនឹង2000 វ៉ាត់ដែលអាចលើកម៉ាស់ទឹកក្នុងល្បឿន 0.5 ម៉ែត្រក្នុង1នាទី0.5 ម៉ែត្រក្នុង1នាទីគឺជាពេលដែលម៉ូទ័របូមទឹកនោះប្រើសម្រាប់លើកម៉ាស់ទឹកនៅកម្រិតចុងក្រោយគេនោះគឺទិន្នផលគឺជាទិន្នផលនៃម៉ូទ័របូមទឹកស្មើនឹង 0.76 ហើយសម្រាប់អាស៊ីណូវិញគឺគេសួររកគណនាទឹកដែលតាមដោយវេអញ្ចឹងបន្ទាប់ពីយើងបានសិក្សាទៅលើបំរាមនិងសំណួរហើយតោះយើងចូលទៅកាន់ដំណោះស្រាយទាំងអស់គ្នាអញ្ចឹងមុននឹងយើងអាចទៅធ្វើលំហាត់បានយើងត្រូវធ្វើការសរសេរសំណួរដែលគេសួររកសិនគឺគេសួររកនេះតាំងពីណាមកគណនានេះតចំពោះលំហាត់នេះយើងត្រូវប្រើប្រាស់រូបមន្តមួយគឺរូបមន្តម៉ាស់មេទឹកដែលស្មើនឹងម៉ាស់ចែកនឹងមៀនអញ្ចឹងគឺតែដោយ1ស្មើនឹង m ចែកនឹង v អញ្ចឹងតាមរូបមន្តម៉ាស់មេទឹកគឺតែដោយ1ស្មើនឹងម៉ាស់ចែកនឹងមៀនគឺម៉ាស់តាមដោយ m ចែកនឹងមៀនគឺតាមដោយ v យើងទាញរក v មេទឹកនឹងមកគឺស្មើនឹងម៉ាស់ចែកនឹង1ប៉ុន្តែចំពោះម៉ាស់វិញក៏ប្រធានក៏បានប្រាប់ដែរអញ្ចឹងយើងត្រូវធ្វើការរកវាដែរគឺតែប្រមូលចំនួនបន្ទុកគឺ P ស្មើ M គុណនឹង V គឺតែដោយគឺហាត់នេះគឺតែដោយ FS ស្មើនឹង M គុណនឹង Z អញ្ចឹងដោយ FS ស្មើនឹងM គុណនឹង Z គឺម៉ាស់គុណនឹងសម្ពុះទម្លាយខែដីអញ្ចឹងយើងទាញរកម៉ាស់មកគឺស្មើនឹង FS ចែកនឹង Z វិញអញ្ចឹងឥឡូវម៉ាស់កន្លែងនេះយើងមានដោយការបើ FS ចែកនឹង Z ចែកយកដល់ទៅចំនួនកន្លែងនេះមកយើងទាញយើងក៏ចំណាត់ទៅកើតទៅអញ្ចឹងមកឲ្យវារបស់យើងហ្នឹងគឺស្មើនឹង FS ចែកនឹង Z ហើយជាមួយយើងក៏ចំណាត់ឲ្យវាគឺបាន FS ចែកនឹង Z គុណនឹង1ប៉ុន្តែចំពោះ FS ក្នុងលំហាត់នេះក៏គេអាចបានប្រាប់ដែរអញ្ចឹងយើងត្រូវការរកដែរយើងត្រូវមើលលើបំរាប់ផ្សេងទៀតវិញយើងមានអានុភាពសរុប PT មានល្បឿននិងមានទិន្នផលអញ្ចឹងយើងនឹងឃើញទៅយើងនៅឃើញថាមានល្បឿនអញ្ចឹងយើងនឹងឃើញប្រព័ន្ធអានុភាពមួយគឺ P ស្មើនឹង S គុណនឹង V គឺតែក្នុងលំហាត់នេះវិញគឺ PE ស្មើនឹង FS គុណនឹង V អញ្ចឹងយើងទាញរក FS តាមនេះបានហើយចំណែក PE វិញគឺយើងអាចទាញរកតាម PT បាន PT ដែរស្រាប់តែយើងមានទិន្នផលអញ្ចឹងយើងដាក់មកដល់ប៉ុន្តែដោយ PE នោះគឺស្មើនឹង FS គុណនឹង V V នេះគឺជា V ល្បឿនចេះកុំឲ្យច្រឡំយើងត្រូវតែឲ្យឃើញពី V មានដាក់ចេញមកទៅកុំឲ្យច្រឡំហើយយើងទាញរក FS ស្មើនឹង PE អានុភាពបានការចែកនឹង V ល្បឿនចែកនឹង V ល្បឿនអញ្ចឹងប៉ុន្តែ PE យើងអត់មានទេប៉ុន្តែយើងអាចទាញរកបានតាមប្រព័ន្ធទិន្នផល AD ស្មើនឹង PE លើ PT ទិន្នផលគឺស្មើនឹងអានុភាពបានការទីអានុភាពបានការចែកនឹងអានុភាពសរុបតែដោយ AD ស្មើនឹង PE ចែកនឹង PT អញ្ចឹងយើងទាញរក
PO ទៅគឺស្មើនឹង AD គុណនឹង PT អញ្ចឹងយើងយកអានេះមកចំនួនក្នុងនេះហើយយើងបាន FA យក FA មកចំនួនក្នុងនេះទេយើងបានវេហើយយើងចំនួនអានេះចូលក្នុងនេះមកអញ្ចឹងគេអញ្ចឹងនាំឲ្យ FA របស់យើងហ្នឹងគឺស្មើនឹង AD គុណនឹង PT ចែកនឹង V ល្បឿនហើយយើងយក FR ដែលស្មើប៉ុណ្នេះហ្នឹងទៅចំនួននៅក្នុងនេះឲ្យសារតែ V ស្មើប៉ុណ្ណឹងយើងចំនួននឹងចូលទៅយើងគុណចម្រាស់វិញតែមកចឹងគេបានរូបមន្ត V ហ្នឹងស្មើនឹង FR គឺប៉ុណ្នេះ AD គុណនឹង PT លើ V ចែកនឹងសន្ទុះទំនាញ Z គុណនឹងម៉ាស់មៀតគឺ1អញ្ចឹងយើងគុណចម្រាស់មកយើងចម្រាស់មកបាន V ស្មើនឹង AD គុណនឹង PT ចែកនឹង V គុណនឹង Z គុណនឹង1អញ្ចឹងមកដល់កន្លែងនេះយើងមើលទៅល្អ AD យើងក៏មាន PT យើងក៏មានហើយចំណែក V ល្បឿនយើងក៏មាន Z គឺសន្ទុះទំនាញផែនដីយើងប្រកបយក10ម៉ែត្រក្នុងវិនាទីក្រេចំណែកឯម៉ាស់មៀតទឹកយើងក៏មានដែរគឺ1000គីឡូក្រាមក្នុង1ម៉ែត្រគីបអញ្ចឹងយើងដាក់មកដោយយើងដាក់ដើម្បីចេះពីដំបូងដាក់ប្រធានណាខ្លះ AD យើងស្មើនឹង 0.76 PT យើងស្មើនឹង 2000 វ៉ាត់ល្បឿនស្មើនឹង 0.5 ម៉ែត្រក្នុង1វិនាទីសន្ទុះទំនាញខាងដីគឺសង្ខេបអសណាគឺ 9.8 ប៉ុន្តែយើងប្រកបយក10ទៅគឺ10ម៉ែត្រក្នុង1វិនាទីការ៉េនិងមួយទៀតគឺចុងក្រោយគឺ1ម៉ាស់មៀតទឹកគឺយើងយក1000គីឡូក្រាមក្នុង1ម៉ែត្រគីបអញ្ចឹងយើងបានសម្រាប់ធានអស់ហើយយើងចូលទៅយើងកណនីរវិញបានហើយអញ្ចឹងមកឲ្យ V ទឹកយើងហ្នឹងគឺស្មើនឹង 0.76 គុណនឹង 2000 ចែកនឹង 0.5 គុណនឹង10គុណនឹង1000អញ្ចឹងចំណើបន្ទាប់យើងកណនីគឺស្មើនឹង 0.304 ម៉ែត្រគីបអញ្ចឹងដូចនេះវាទឹករបស់យើងគឺស្មើនឹង 0.304 ម៉ែត្រគីបឥឡូវនេះលំហាត់នេះបានស្វែងរកចម្លើយឃើញថាគឺមានទឹករបស់យើងគឺស្មើនឹង 0.304 ម៉ែត្រគីបអញ្ចឹងការបកស្រាយលំហាត់នេះបានឈានមកដល់ទីបញ្ចប់ប៉ុន្តែចំពោះលំហាត់នេះយើងក៏អាចរកតាមវិធីមួយផ្សេងទៀតដែរគឺយើងទៅរកយើងទៅរកយើងទៅរកអានុភាពចលករអានុភាពបានការតែយើងទាញរក FA របស់ទាញរកមករបស់ចន្ទរមៀតប៉ុន្តែបើយើងរកតាមនេះយើងច្រករូបមន្តចូលគ្នាវាលឿនជាងអញ្ចឹងវីដេអូនេះបានឈានមកដល់ទីបញ្ចប់ខ្ញុំបាទយើងចង់សង្គមសូមថ្លែងអំណរគុណយ៉ាងខ្លាំងដែលបានទស្សនាវីដេអូនេះឈានមកដល់ទីបញ្ចប់អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ច្បាស់អំពីវិធីដោះស្រាយលំហាត់មួយនេះសូមអរគុណ